បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានធ្វើការអាប់ដេត Excavator មួយដែលគេបានប្រើរួចហើយគឺវាប្រើត្រឹមតែម៉ូទ័រខ្សែ2ទាំងអស់ខ្ញុំក៏បានធ្វើការអាប់ដេតវាមកប្រើម៉ូទ័រខ្សែ3និងបានបដូរ ESC ទាំងអស់ហើយខ្ញុំក៏បានរៀបចំអាប់ដេតដាក់ដៃវែងវាដែរនេះគឺជារូបភាពពេលដែលខ្ញុំមិនទាន់អាប់ដេតគឺវាមានសភាពចាស់និងមានម៉ូទ័រមួយចំនួនគឺវាបានខូចមិនបានដំណើរការនោះទេខ្ញុំបានដោះបំបែកវាទាំងអស់មើលដូចជាក្នុងរូបភាពនេះគឺវាមានសភាពចាស់មែនតើបងប្អូនអាចទស្សនាមើលនៅក្នុងវីដេអូនេះបាននេះគឺជាសកម្មភាពខ្ញុំបានបំបែកវាជាផ្នែកដើម្បីធ្វើការលាងសម្អាតវានិងបានផ្លាស់ប្ដូរនៅប្រព័ន្ធវាមួយចំនួនដោយសារតែវាទុកចោលយូរពេកវាដំណើរការមិនសូវល្អនេះគឺជាសកម្មភាពដែលខ្ញុំបានលាងសម្អាតនិងបានដោះផ្លាស់ប្ដូរនៅគ្រឿងវាមួយចំនួនដើម្បីយើងអាចអាប់ដេតវាឡើងទៅជាម៉ូទ័រខ្សែ3ឲ្យវាខ្លាំងនិងមានសភាពស្អាតជាងនេះសូម្បីតែច្រវាក់របស់វាក៏ខ្ញុំធ្វើការផ្លាស់ប្ដូរដែរភាសាច្រវាក់របស់វាគឺវាទំហំតូចត្រឹមតែ5មីលីម៉ែត្រខ្ញុំបានផ្លាស់ប្ដូរទៅប្រើនៅច្រវាក់រាងធំជាងនេះហើយមានទំហំ 6.5 មីលីម៉ែត្រសូម្បីតែជើងក្រោមវានេះគឺខ្ញុំធ្វើការផ្លាស់ប្ដូរដែរដោយសារតែជើងក្រោមរបស់វានេះគឺវាប្រើនៅម៉ូទ័រខ្សែ2ប្រភេទផ្ដេកដូច្នោះហើយយើងមិនអាចដាក់ម៉ូទ័រខ្សែ3របៀបដូចExcavator មែនទែននោះទេដូច្នេះហើយយើងត្រូវការផ្លាស់ប្ដូរជើងក្រោមនេះជាសកម្មភាពដែលខ្ញុំដោះកង់រឡូវាបំបែកចេញដើម្បីយកទៅដំឡើងជាមួយនឹងជើងក្រោមថ្មីដែលអាចដាក់ជាមួយនឹងម៉ូទ័រដើរខ្សែ3បាននេះគឺជាជើងក្រោមរបស់វាដែលខ្ញុំបានរៀបចំថ្មីនឹងច្រវាក់និងប្រព័ន្ធសំឡេងដើម្បីរៀបចំដំឡើងឲ្យវាមានភាពស្រស់ស្អាតនិងរឹងមាំនិងខ្លាំងជាងមុននេះគឺជាច្រវាក់ដែលមានទំហំធំងាយស្រួលក្នុងការឈរកាយដីនេះគឺជាប្រព័ន្ធសំឡេងរបស់វាហើយនេះគឺជាដៃវែងដែលខ្ញុំបាននឹងកំពុងរៀបចំផ្លាស់ប្ដូរពីដៃខ្លីមកវែងហើយនេះគឺជា ESC ដែលខ្ញុំត្រូវការផ្លាស់ប្ដូរពីខ្សែ2មកខ្សែ3និងប្រព័ន្ធទយោប្រេងជាដើម
ហើយនេះគឺជាម៉ូទ័រសម្រាប់បើកទៅមុខនិងថយក្រោយខ្សែ3គឺវាមានរូបរាងដូចជា excavator មែនតើអញ្ចឹងដែរវាមានភាពស្រស់ស្អាតនិងរឹងមាំនេះគឺជាដុំភ្លើងនិងអាក់មួយចំនួនដើម្បីតភ្ជាប់ដៃនេះគឺជាដុំភ្លើងដែលយើងបំបែកទៅ ESC នីមួយៗហើយនេះគឺជាប្រព័ន្ធចម្រោះប្រេងតែពីមុនមកគឺវាមិនមាននោះទេខ្ញុំក៏បានធ្វើការអាប់ដេតដាក់នៅប្រព័ន្ធចម្រោះប្រេងស្អំប្រេងឲ្យវាត្រជាក់ឲ្យវាស្រស់មានត្រជាក់និងមានកម្លាំងខ្លាំងហើយនេះគឺជាសកម្មភាពដែលខ្ញុំផ្សារដំឡើងនៅប្រអប់ការពារម៉ូទ័របើកទៅមុខទៅក្រោយកុំឲ្យវាចូលដីបន្ទាប់មកខ្ញុំក៏បានធ្វើការដំឡើងនៅច្រវាក់វាពី1កាំទៅ1កាំរហូតដល់គ្រប់ចំនួនរបស់វាការដំឡើងនេះរៀងយូរដែរបងប្អូនដោយសារវានៅជាប់អាចដែកតិចតួចយើងត្រូវការសម្អាតវាបន្តមកទៀតខ្ញុំក៏បានធ្វើការដំឡើងនៅប្រព័ន្ធ ESC ជាមួយនឹងដុំភ្លើងរបស់វាជាមួយនឹងដុំភ្លើងទប់ភ្លើងESC នេះគឺខ្ញុំទិញមករៀងធំបន្តិចបងប្អូនដោយសារខ្ញុំអត់បានមើលកន្លែងវារៀងចង្អៀតដូច្នេះហើយយើងទៅឡើងទៅពេលយើងដាក់ចូលទៅវារៀងចង្អៀតបន្តិចបើខ្ញុំទិញ ESC រៀងតូចជាងនឹងបន្តិចល្អមែនតើបងប្អូនខ្ញុំបានដំឡើងវារួចហើយក៏ប៉ុន្តែវាមានភាពរៀងវែងបន្តិចដូចបងប្អូនបានឃើញស្រាប់អញ្ចឹងនេះគឺខ្ញុំបានផ្សារភ្ជាប់ហើយទីទៀតយើងបានដំឡើងចូលនេះជាសកម្មភាពខ្ញុំដំឡើងនៅប្រព័ន្ធចម្រោះប្រេងនិងស្អំប្រេងឲ្យត្រជាក់ក្នុងការដំឡើងប្រព័ន្ធច្រោះប្រេងនិងស្អំប្រេងរៀងយូរបន្តិចដែរបងប្អូនដោយសារយើងត្រូវការកាត់នៅដែកអ៊ីណុករៀងតូចនិងស្វាននិងត្រូវាដើម្បីមានប្រឡោះចាប់សកម្មភាពខ្ញុំកែគឺមិនបានថតបានគ្រប់ជ្រុងជ្រោយនោះទេបងប្អូនដោយសារខ្ញុំម្នាក់ឯងកូនគាត់ជាប់ទៅរៀនទៅអញ្ចឹងខ្ញុំពិបាកក្នុងការធ្វើនេះគឺជាសកម្មភាពដែលខ្ញុំដំឡើងប្រព័ន្ធប្រេងនិងរៀបចំនិងដាក់ប្រព័ន្ធភ្លើង EEC ចូលនេះគឺខ្ញុំបានរៀបចំហើយបានដំឡើងដៃចូលហើយពុកម៉ែបងប្អូនក៏ប៉ុន្តែខ្ញុំអត់បានធាត់ជូតពុកម៉ែបងប្អូនទស្សនាសូមអធិស្ឋានផងណាពុកម៉ែបងប្អូនដោយសារខ្ញុំដូចខ្ញុំបានជម្រាបជូនអញ្ចឹងខ្ញុំម្នាក់ឯងក្នុងការរៀបចំដំឡើងនិងលើកដាក់ចូលគឺវារៀងធ្ងន់បងប្អូនសត្វដែកនេះគឺខ្ញុំបានចាប់ចូលហើយខ្ញុំរៀបចំនឹងតេស្តហើយនេះគឺខ្ញុំបានបើកភ្លើងវាហើយគឺវាភ្លើងមានគ្រប់ដំណើរការបានល្អហើយខ្ញុំបានតេស្តបើកភ្លើងនិងលើកដៃលើក
វាមួយផ្លែដែរចាំវីដេអូទី2ខ្ញុំនឹងតេស្តកាយដីនឹងបឲ្យពុកម៉ែបងប្អូនទស្សនាដៃវាគឺពេលដំឡើងហើយគឺវែងនិងស្រស់ស្អាតមែនតើយើងអាចកាយបានជ្រៅលូកដៃចូលនៅក្នុងទឹកបានរៀងជ្រៅដែរនេះគឺខ្ញុំដាក់ទន្ទឹមគ្នាប្រៀបធៀបជាមួយនឹង excavator ខ្ញុំមួយទៀតដែលវាជាដៃខ្លីពីមុនវាដៃខ្លីដូចគ្នាទេប៉ុន្តែលើខ្ញុំបានអាប់ដេតទៅដៃវែងនិងផ្លាស់ប្ដូរម៉ូទ័រទៅប្រើម៉ូទ័រខ្សែ3ហើយខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាវីដេអូរបស់ខ្ញុំហើយខ្ញុំនឹងចេញវីដេអូទាក់ទងនឹងប្រភេទ RC នេះឲ្យបានច្រើនខ្ញុំកំពុងតែរៀបចំនឹងកន្លែងតែវាស្រួលថតជូនពុកម៉ែបងប្អូនទស្សនាខ្ញុំសូមអរគុណពុកម៉ែបងប្អូនចាស់សារទីថ្មីម្ដងទៀតសូមពុកម៉ែបងប្អូនជួយ Subscribe និងជួយចុច Like ក្នុង Channel YouTube ខ្ញុំបាទផងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជូនពរសំណាងល្អទាំងអស់គ្នាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន